ចាជំរាបសួរលោកស្រីដែលជាអាណាព្យាបាលសិស្សឬក៏បច្ចុប្បន្នយើងមានកូននៅក្នុងក្រមការអប់រំចឹងថ្ងៃហ្នឹងអ្នកគ្រូចែករំលែកតាក់ទងជាមួយនឹង10នាទីសម្រាប់គេហៅថាទម្លាប់ពេលព្រឹកចារយៈពេលតែ10នាទីហ្នឹងដែលអាចជួយដល់កូនយើងបានគឺទី1ទម្លាប់ទី1គឺយើងបើកទ្វារឬក៏បង្អួចនៅពេលដែលកូនក្រោកពីគេងណាចាហើយក៏យើងបង្កើតនៅគេហៅថាជាលក្ខណៈ nature នាំកូនចេញមកក្រៅឬក៏បើអត់មានទីធ្លាផ្ទះទេអាចថាបើកបង្អួចទៅហើយឲ្យកូនយើងហ្នឹងគាត់មើលតាមទៅមាត់បង្អួចហ្នឹងមើលទៅទេសភាពខាងក្រៅនៅទេសភាពពេលព្រឹកព្រលឹមហ្នឹងហើយចំណុច habit ទី2គឺតាក់ទងជាមួយនឹង talk គេហៅថា hard talk ហ្នឹងគឺអាចថាយើងអោបកូនឬក៏ថើបកូនចាឬក៏និយាយថាអរុនសួស្ដីឬក៏និយាយថា good morning ទៅកាន់កូនហើយរួមទាំងទឹកមុខញញឹមចាឲ្យកូនរៀនក្រោកពីគេងហ្នឹងឲ្យគាត់សើចដាក់យើងញញឹមដាក់យើងហើយយើងដែលជាឪពុកម្ដាយហ្នឹងក៏ត្រូវសើចឬក៏ញញឹមដាក់កូនចាហើយសួរគាត់យ៉ាងម៉េចដែរកូនយកមិញគេងស្រួលអត់អីអញ្ចឹងណាចាហើយចំណុចទី3គឺតាក់ទងជាមួយនឹងការធ្វើលំហាត់ប្រាណដូចជា yoga ឬក៏លំហាត់ប្រាណតិចបន្តួចសម្រាប់ឲ្យកូនយើងនឹងគាត់ activate body របស់គាត់នឹងក្រោយពីគេងបើសិនជាយើងគិតថាធ្វើអីធំដុំយើងមិនបាច់ទេគាត់ឲ្យគាត់លើកដៃ stretching arm របស់គាត់នឹងលើកដៃលើកជើងលោតពី3ដងចឹងទៅចាឬក៏គាត់ត្រូវពុតខ្លួនពុតប្រាណចាហើយចំណុចទី4គឺតកតងជាមួយនឹងការឲ្យគាត់ញ៉ាំទឹកអាហ្នឹងគឺតកតងនឹងការបង្កើត habit ដែលតកតងនឹង well being ណាឲ្យសុខភាពល្អចឹងដាំទឹកអ៊ុនហ្នឹងដាក់ឲ្យកូនញ៉ាំទឹកអ៊ុនទទេឬក៏ដាក់ជាលាយជាទឹកក្រូចឆ្មាចាឬក៏ទឹកឃ្មុំបន្តិចបន្តួចឲ្យគាត់ចឹងទម្លាប់ឲ្យគាត់ញ៉ាំហើយស៊ីបបានន័យថាឲ្យគាត់ចឹបណាអត់ឲ្យញ៉ាំរបៀបដូចយើងមកកែវហើយដាក់ក្អឹកយកតែម្ដងហ្នឹងគឺអត់ទេគឺស៊ីបចឹបទៅហើយកូនយើងបានញ៉ាំត្រឹមតែ3-4ល្ព្រាក៏ល្អដែរសម្រាប់ជួយដល់សុខភាពគាត់ណាហើយទម្លាប់ទី5សម្រាប់ពេលព្រឹកព្រលឹមហ្នឹងគឺតកតងជាមួយនឹងការឲ្យគាត់នឹងអង្គុយសមាធិអង្គុយបិទភ្នែកឲ្យគាត់អង្គុយឲ្យស្ងៀមចាយ៉ាងហោចណាស់ក៏គាត់ឲ្យគាត់អង្គុយឲ្យស្ងៀមចាមិនចាំបាច់ទៅអឺធ្វើលក្ខណៈអីរបៀបដូចធ្ងន់ធ្ងរដល់អ្នកដែលគេសមាធិគេជាជំនាញទេចា